ជំរាបសួរបងប្អូនជាទីគោរពរាប់អានថ្ងៃនេះខ្ញុំសូមបង្ហាញលោកអ្នកពីរបៀបធ្វើអក្សររត់ខារ៉ាអូខេនៅក្នុង Adobe Premiere Pro បាទនៅក្នុង Adobe Premiere Pro លោកអ្នកអក្សរសម្រាប់អក្សរខ្មែរជាភាសាខ្មែរគឺវាមិនស្គាល់font Unicode ឡើយចាំបាច់យើងត្រូវប្រើ font ABC ឬក៏ font Lemon ដើម្បីងាយស្រួលក្នុងការធ្វើ font យើងដំបូងយើងត្រូវវាយអក្សរ Unicode នៅក្នុង Word សិនរួចហើយលោកអ្នក convert ពី Unicode មកជា Lemon បាទខ្ញុំប្រើ Lemon S7 ហើយសម្រាប់ទំហំលោកអ្នកអាចបដូរខាងក្រោយបាននេះលោកអ្នកត្រូវ convert សិនបន្តមកទៀតលោកអ្នកត្រូវស្វែងmake folder មួយសម្រាប់ដាក់គ្រប់វីដេអូចម្រៀងរួចហើយលោកអ្នកបញ្ចូលបទចម្រៀងលោកអ្នកត្រូវបញ្ចូលបទចម្រៀងមុនគេដូចជានេះខ្ញុំបទចម្រៀងនៅក្នុងវីដេអូដែលខ្ញុំកំពុងតែធ្វើនេះគឺមានឈ្មោះថាសម្រស់នាងចែវទូកដរបស់លោកស៊ិនស៊ីសមុទ្ររួចហើយលោកអ្នកទាញយកបញ្ចូលបទចម្រៀងហើយ audio នេះមួយរួចហើយយើងបញ្ចូល background លោកអ្នកអាចដាក់វីដេអូក៏បានដាក់រូបភាពក៏បានសម្រាប់ខ្ញុំគ្រាន់តែដាក់រូបភាពមួយម្ដងអសន្នទេខ្ញុំអាចបដូរខាងក្រោយបានបន្តមកទៀតលោកអ្នកចាប់ផ្ដើមធ្វើជាអក្សររត់បាទដូចជាខ្ញុំធ្វើខាងនេះគឺអក្សរចំណងជើងទី1ទី2ទី3រហូតដល់ទី12នៅអត់ទាន់ចំឡើងនៅឡើយអញ្ចឹងមុននឹងខ្ញុំបង្ហាញលោកអ្នកសូមលោកអ្នកស្ដាប់បន្តិចហើយចាំមើលតើអក្សររត់នៅលើផ្ទាំងវីដេអូនេះតើវាមានលក្ខណៈដូចម្ដេចទោះបីវាមិនបានស្អាតដូចគេprofessional karaoke professional មែនប៉ុន្តែយើងអាចរៀនធ្វើដោយខ្លួនឯងបានសម្រាប់ entertainment សម្រាប់ការកម្សាន្តពេលអត់ធ្វើការអញ្ចឹងខ្ញុំសូមចុចលេងចុច play វាបន្តិចសិនលោកអ្នកចាំស្ដាប់មើលជិះទូងតាមស្ទឹងប្រឹងលបមើលស្រីធម្មជាតិត្រង់ជាខ្ចីក្តាំងមាប្រែកស្ដីព្រៃវាលអន់នោះស្ទឹងចាស់ប្រែកលួងទ្រូងជាប់ជាឆុងក្រោមភ្លៀងរលឹមតក់តងជួបកាគេអងឆើតឆាយបងជាទេសចរជាងទូកដអូនគុណមើលការស្រពោនបាយតូចស្រលោគង់ទឹកបាយខ្ចាយក៏ឡាប់វត្តកែវល្អគុណមិនណាយខ្ចីលហងសងខ្មៅរំសាយបងតែងចិត្តម៉ាយសូមស្នេហ៍តែធំអាក្រក់ដងត្រាំដួងចិត្តដូចមេឃងងឹតប្រត់ពីដួងខាកុលាបឆាតស្រស់មានសមផងស្នាផលកំបំបាយអើយកូននិយាយនឹងរួចបងបាទត្រង់កន្លែងនេះគឺបាទលោកអ្នកបានមើលហើយគឺអក្សររត់ពីរជួរដូចជា karaoke វីដេអូដែរតែវាមិនល្អដូចជា karaoke professional គេធ្វើទេ
ខ្ញុំបង្ហាញលោកអ្នកតែបន្តិចបន្តួចសម្រាប់ជាមេរៀនមួយដែលលោកអ្នកចង់រៀនធ្វើខារ៉ាអូខេនៅពេលដែលទំនេរអត់ពីធ្វើការឬក៏លោកអ្នកចូលចិត្តធ្វើវីដេអូលេងវាជាចំណេះដឹងមួយសម្រាប់យើងដែរសម្រាប់ការ entertainment សម្រាប់យើងពេលយើងទំនេរអត់ធ្វើការអញ្ចឹងខ្ញុំសូមបង្ហាញលោកអ្នកតែយើងគួរធ្វើដូចម្ដេចខ្ញុំមិនបានបង្ហាញពីជំហានទី1រហូតមកទេខ្ញុំសូមឲ្យលោកអ្នករៀនធ្វើខ្លួនឯងយើងអាចស្រាវជ្រាវតាមអ៊ីនធឺណិតក៏បានឬក៏បើសិនលោកអ្នកចង់ដឹងពីដំបូងបំផុតជាមួយនឹងការប្រើប្រាស់ Adobe Premiere Pro លោកអ្នកអាច request មកខ្ញុំនឹងធ្វើជូនបានអញ្ចឹងខ្ញុំសូមបង្ហាញលោកអ្នកយើងដាក់កន្លែងនេះគឺចម្រៀងសូមលើកម្ដងទៀតសិនយើងប្រើ space key ដើម្បី stop បាទបងអាចបាទកន្លែងបងអាលឈាមប្រហែលជាបងអាលឈាមស្រោចលើស្ទឹងសង្កែអញ្ចឹងហ៎បងអាឈាមស្រោចក្នុងស្ទឹងសង្កែអញ្ចឹងលោកអ្នកឈប់កន្លែងហ្នឹងរួចហើយយើងបង្កើត title ខ្ញុំសូមបង្ហាញលោកអ្នកពីរបៀបសរសេរខ្ញុំចូលទៅ title ឬក៏យើងចូលទៅ file ក្នុងនេះវាអត់មាន title ទេមាននៅក្នុង title នេះលោកអ្នកចុចលើ title ហ្នឹងមករួចហើយជ្រើសរើសពាក្យ new title យើង use default style ចុច default style ទំហំវាបណ្ដោយ720និងគេថាកម្ពស់ឬរទឹងនេះកម្ពស់480អញ្ចឹងយើងចុច title ខ្ញុំនេះ12ហើយឥឡូវខ្ញុំចុចដាក់13បើសិនលោកអ្នកចាប់ផ្ដើមពី title មួយលោកអ្នកចុច title មួយមកខ្ញុំចុច13រួចហើយខ្ញុំនឹងជ្រើសរើសយក text នេះបាទ type text ខ្ញុំចុចលើនេះមួយមកបន្តមកទៀតខ្ញុំចូលយកបទចម្រៀងខ្ញុំពី Word ខ្ញុំដាក់បងអាឈាមស្រោចក្នុងស្ទឹងសង្កែខ្ញុំ select មករួចហើយខ្ញុំចុច Control C បានន័យថា copy ខ្ញុំចុចនៅក្នុងនេះចុចកន្លែងណាក៏បានហើយដាក់ហើយ Control V វាអត់ទាន់ស្គាល់ទេខ្ញុំចាក់ Control A មួយតិច select ខ្ញុំជ្រើសរើស font នៅទីនេះដាក់ font family ខ្ញុំជ្រើសរើសយក Lemon អក្សរ Lemon F2 វាចេញមកហើយខ្ញុំជ្រើសរើសទំហំវា55ទំហំអក្សររត់នៅក្នុងក្រៅអូខេជាធម្មតាគឺ55ខ្ញុំ delete font នេះខ្ញុំចុច55ខ្ញុំចុច enter មករួចខ្ញុំទាញវាមកខាងក្រោមនេះមកលោកអ្នកអាចប្រើ arrow key down ឲ្យវាមកដល់ក្រោមក៏បានរួចហើយខ្ញុំនឹងបដូរ color បាទ color ខ្ញុំបដូរពណ៌សដដែលតែខ្ញុំបដូរ add the key stroke បាទលោកអ្នក add stroke មកយើង outside stroke យើងចុច outer stroke យើងចុច add បន្តមកទៀតយើងជ្រើសរើស color បន្តមកទៀតយើងជ្រើសរើស size តើ size របស់យើងប្រហែលក្នុងនេះខ្ញុំយក50ទៅចុះខ្ញុំចុច50ខ្ញុំចុច enter stroke ហើយពណ៌ខ្មៅគឺខ្ញុំនៅយកពណ៌ខ្មៅដដែលបាទរួចទំហំវាគឺ55ធម្មតាអញ្ចឹងខ្ញុំចុចបិទទៅចុះវាអត់មានអីបន្ថែមទៀតទេមានតែប៉ុណ្ណឹងឥឡូវយើងបាន title ចំនួនទី13ហើយខ្ញុំ copy title 13ហ្នឹងខ្ញុំដាក់ duplicate right click on title ទី13ហ្នឹងវាខ្ញុំចុច duplicate ពេលនេះវាបាន copy មួយទៀតពេលយើងបាន copy មួយទៀតហើយយើងចុចលើពាក្យយើង double click លើនេះមករួចហើយវាចេញអក្សរហ្នឹងប៉ុន្តែយើងត្រូវបដូរឲ្យមានពណ៌សដូចខារ៉ាអូខេពិតអញ្ចឹង
ទុំវានៅដដែល font វានៅដដែលប៉ុន្តែយើងបដូរពណ៌នៅក្នុងពេលនេះខ្ញុំជ្រើសរើសពណ៌ខៀវលោកអ្នកជ្រើសពណ៌ខៀវមករួចហើយខ្ញុំចុចអូខេបន្តមកទៀតយើងបដូរ color ហើយយើងបដូរ stroke ចំពោះ size វានៅដដែល50size របស់ stroke របស់ outer stroke គឺនៅដដែលអញ្ចឹងខ្ញុំចុចខ្ញុំនឹងចុច stroke នេះខ្ញុំបដូរមកពណ៌សអញ្ចឹងខ្ញុំចុចលើសខ្ញុំទាញមកនេះខ្ញុំចុចអូខេអញ្ចឹងវាចេញពណ៌សឲ្យបន្តទៅទៀតខ្ញុំចុចបិទរួចហើយឥឡូវចម្រៀងវានៅត្រឹមហ្នឹងឥឡូវខ្ញុំទាញទី13នេះទី1ខ្ញុំទាញដាក់នៅទីកន្លែងនេះអានេះលើបាទព្រោះខ្ញុំធ្វើ2ជួរបាទខ្ញុំធ្វើ2ជួរអញ្ចឹងខ្ញុំដាក់នៅលើនេះខ្ញុំទាញមកនេះអាហ្នឹងយើងតម្រឹមខាងក្រោយរួចហើយខ្ញុំទាញhighlight អក្សររត់នេះខ្ញុំដាក់នៅក្រោមវិញសុំទោសសម្រាប់ copy នេះយើងដាក់នៅខាងលើដាក់ចម្រៀងមកកន្លែងណាយើងគឺដាក់កន្លែងហ្នឹងឥឡូវចម្រៀងមកដល់កន្លែងនេះចាប់ដើមវាចេញមកអញ្ចឹងឥឡូវយើងទាញឲ្យស្មើគ្នាមកទៀតតែប៉ុណ្្នឹងចុះរួចយើងលេងចម្រៀងសិនឈាមស្រោចក្នុងស្ទឹងសង្ការក្រោមពន្លឺអូខេកន្លែងហ្នឹងស្ទឹងសង្ការខ្ញុំដាក់ទៅនេះខ្ញុំតម្រឹមវាបានស្មើគ្នាមកបន្តមកទៀតតែយើងធ្វើដូចមិនដាច់ឥឡូវខ្ញុំលោកអ្នកចាំបានថាខារ៉ាអូខេខ្ញុំធ្វើនេះគឺធ្វើអក្សរ2ជួររត់លើមួយនិងរត់ក្រោមមួយដូចខារ៉ាអូខេគេនេះអញ្ចឹងប៉ុន្តែបើសិនជាលោកអ្នកចង់ធ្វើតែមួយជួរទេគឺត្រូវមាន2ត្រូវមាន line 2មាន track វា2 video track ទី1និង video track ទី2ឥឡូវខ្ញុំធ្វើ2ជួរត្រូវមាន4 track បាទអញ្ចឹងខ្ញុំដាក់អានេះវារត់ក្រោមណាចូលដល់នេះវាត្រូវរត់លើបើខ្ញុំដាក់ក្រោមអញ្ចឹងខ្ញុំបដូរមកខ្ញុំបដូរវីដេអូខ្ញុំមកខាងលើវិញលើខ្ញុំឲ្យរត់នៅលើក្រោមខ្ញុំឲ្យរត់នៅក្រោមអញ្ចឹងខ្ញុំត្រូវបដូរអានេះមកលើវិញខ្ញុំប្រើ arrow key ឥឡូវខ្ញុំថាប៉ុណ្ណឹងចុះរួចហើយខ្ញុំនឹងបិទនេះខ្ញុំចុចឲ្យលើម្ដងឲ្យដូចគ្នាដែរយើងចុច arrow key មកឲ្យវារត់ស្មើគ្នាត្រង់ដូចគ្នាបាទប៉ុណ្ណឹងចុះបន្ទាប់យើងបានអាហ្នឹងហើយយើងត្រូវ add video effect យើងចូលទៅដល់ effect យើងចូលទៅ video effect ហើយយើងជ្រើសរើសរកពាក្យ transition over here រួចហើយយើងនឹងជ្រើសរើសយក linear wipe យើង drag a linear យកមកចុចឲ្យជាប់ហើយ drag a linear wipe ហ្នឹងមកដាក់នៅខាងលើនេះ title copy នេះសម្រាប់ highlight អក្សររត់យើងដាក់មកលើហ្នឹងរួចហើយលោកអ្នកត្រូវចូលទៅក្នុង effect controls ឥឡូវខ្ញុំបង្កើត cursor នេះមក timeline នេះមកដល់ត្រឹមនេះរួចហើយលោកអ្នក complete បដូរ wiper angle ពី90 degree មកដល់90 degree ខ្ញុំចុចដល់90រួចហើយខ្ញុំចុច enter បន្តទៅទៀតលោកអ្នកត្រូវរំកិល highlight ពីស្ដាំមកឆ្វេងរំកិលពីស្ដាំមកឆ្វេងឲ្យវាមកផុតមកដើម្បីបង្កើត keyframe ផុតប្រមាណយើងយកទៅហ្នឹងរួចហើយយើងចុចបង្កើត keyframe ចុចនេះមកបង្កើត keyframe រួចហើយយើងចាប់ផ្ដើមលេងmusic យើងលេងចម្រៀងរឿងបងអាឈាមស្រោចក្នុងស្ទឹងសង្កែបងអាលឈាមស្រោចអាហ្នឹងកន្លែងឈាមស្រោចក្នុងស្ទឹងសង្កែអត់ទេបងអាឈាមឥឡូវវាហាក់ដូចជាយឺតបន្តិចខ្ញុំបងអាឈាមស្រោចក្នុងស្ទឹងឥឡូវដាក់បងអាលឈាមស្រោចនៅត្រឹមនេះ
រួចហើយខ្ញុំបង្កើត keyframe មួយរួចហើយខ្ញុំរំកិលពីបងអាចឈាមស្រោចនៅដល់ទៅស្រោចនេះចង់ហួហួហើយយើងបង្កិលមកក្រោមតិចវាបើសិននេះលោកអ្នកអាចដកឃ្លាបានល្អដែរឈាមស្រោចរួចហើយលោកអ្នកលេងទៀតទាំងសងកាក្រោមពុនក្នុងស្ទឹងសង្ការមកផុតមកបាទឡើយចាប់តាមលេងមើលឈាមស្រោចក្នុងស្ទឹងសង្ការក្រោមពុនដួងប្រហែលជាមកពីវីដេអូខ្ញុំទេដោយសារតែវាមិនដឹងយ៉ាងម៉េចវាគាំងឬយ៉ាងម៉េចឥឡូវខ្ញុំដាក់បន្នេះមកសិនអោយក៏និយាយនឹងរួចបងឈាមស្រោចក្នុងស្ទឹងសង្ការបាទឥឡូវលោកអ្នកអាចមើលហើយតើវីដេអូយើងដាក់បងអាឈាមខ្នោចក្នុងស្ទឹងការគឺវារត់ទៅអត់មានខុសត្រង់ណាទេបើសិនជាខុសលោកអ្នកអាចរំកិល keyframe កន្លែងនេះដើម្បីឲ្យត្រូវតាមបទចម្រៀងនិងអក្សរនៅក្នុង karaoke របស់លោកអ្នកបន្តមកទៀតតើយើងគួរធ្វើដូចម្ដេចឡើយយើងបានវាហើយយើងបង្កើត title ទៀតទៅប៉ុន្តែខ្ញុំមិននឹងបង្ហាញលោកអ្នកទេព្រោះអីវាច្រើនពេកខ្ញុំមិនអាចបង្ហាញឲ្យអស់ទេលោកអ្នកអាចរៀននៅខ្លួនឯងគ្រាន់តែបង្ហាញថាដើម្បីបង្កើត karaoke 2ជួរបានយើងត្រូវតែបង្កើតមានវីដេអូ track ហ្នឹង4មួយជួរគឺមានវីដេអូ track 2ហើយនឹង2ជួរមានវីដេអូ track 4ហើយដើម្បីដាក់ឲ្យអក្សររត់ទី1អក្សរធម្មតានិងទី2គឺ highlight ដាក់លើហើយរួចមកយើងយកជ្រើសរើសនៅ effect នេះយើងជ្រើសរើស linear vibe យើង drag linear vibe មកដាក់នៅលើទី copy នេះ title copy highlight នេះរួចហើយយើង adjust ជាមួយនឹង effect controls ជាមួយនឹង effect control នេះយើងបង្កើត keyframe ដែលឲ្យស្របទៅតាមអក្សររត់នៅក្នុងនេះយើង complete ថាយើងត្រូវបដូរពី wipe angle 90 degree គេហៅ90 degree មកដក90 degree រួចហើយយើងអូពីស្ដាំមកឆ្វេងឲ្យផុតរួចហើយយើងចាប់ផ្ដើមបង្កើត keyframe មួយបន្តមកទៀតយើងលេងបទចម្រៀងយើងបើអក្សរវាឈប់ទៅម៉ានចម្រៀងឈប់ទៅម៉ានអូវែងឬខ្លីទៅម៉ានយើងចុច stop ដូចហ្នឹងហើយយើងបង្កើត keyframe មួយទៀតយើងអូអក្សររត់ទៅដល់កន្លែងយើងឈប់ហ្នឹងរួចហើយយើងចាប់ផ្ដើមលេងភាសាទៀតរហូតដល់យើងចម្រៀងបានចប់ហើយយើង adjust ជាមួយនឹង keyframe នៅក្នុង karaoke របស់លោកអ្នកហើយចឹងខ្ញុំអត់មានអីវែងឆ្ងាយបន្តទៀតទេបើសិនលោកអ្នកមានចម្ងល់ឬចង់សួរខ្ញុំពីរបៀបធ្វើstep by step ពីមួយជំហានម្ដងលោកអ្នកអាចគឺឲ្យខ្ញុំសេជាសំណួរឬក៏ផ្ញើមកខ្ញុំនឹងធ្វើវីដេអូមួយជំហានម្ដងសម្រាប់វីដេអូ background នេះយើងមិនចាំបាច់ដាក់អីវែងឆ្ងាយទេបើលោកអ្នកមានវីដេអូខ្លួនឯងយើងអាចដាក់បន្ថែមវីដេអូនេះឬក៏លោកអ្នកមានរូបភាពអីយើងដាក់នេះមកនេះខ្ញុំគ្រាន់តែជា sample pictures ខ្ញុំគ្រាន់តែដាក់រូបភាពទីហោឲ្យឃើញឡើង key stroke វាត្រមោលវាទេតែលោកអ្នកអាចដាក់អីខ្លួនឯងបានបាទអញ្ចឹងធ្វើ karaoke effect ជាមួយនឹង Adobe Premiere Pro មានភាពងាយស្រួលដែរតែលោកអ្នកអាចធ្វើតាម Sony Vegas ក៏បានធ្វើតាម Adobe Premiere ក៏បានប៉ុន្តែខ្ញុំចូលចិត្ត
ធ្វើជាមួយនឹង Adobe Premiere ជាង Sony Vegas มันខុសគ្នាប្រហែលទេតែវាមានលក្ខណៈ function វាផ្សេងពីគ្នាបាទអញ្ចឹងសូមអរគុណចំពោះលោកអ្នកដែលយកចិត្តទុកដាក់ទេសនាវីដេអូ tutorial ពីរបៀបធ្វើ karaoke effect ឬអក្សររត់ karaoke បាទសូមអរគុណបាទសូមជម្រាបលា